ជំរាបសួរខ្ញុំបាទវិជ្ជាបណ្ឌិតភេងរទ្ធីនៅក្នុងថ្ងៃនេះដែរខ្ញុំបាទសូមលើកយកអត្ថបទមួយពាក់ព័ន្ធជាមួយសន្លាក់ដើម្បីចែកជូនដល់ពុកម៉ែបងប្អូនបាទជំងឺរលាកសន្លាក់គឺជាប្រភេទជំងឺសន្លាក់មួយដែលវាកើតញឹកញាប់ជាងគេហើយវាអាចធ្វើឲ្យមុខងាររបស់សន្លាក់ថយចុះខូចទ្រង់ទ្រាយរបស់សន្លាក់និងធ្វើឲ្យមានការឈឺចុកចាប់នៅតាមសន្លាក់រ៉ាំរ៉ៃផងដែរចំពោះកត្តាប្រឈមវាមានកត្តាប្រឈមជាច្រើនដែលធ្វើឲ្យយើងមានហានិភ័យខ្ពស់ក្នុងការកើតមាននៅជំងឺរលាកសន្លាក់នេះជាពិសេសអ្នកដែលមានអាយុច្រើនអាយុលើសពី50ឆ្នាំឡើងទៅគឺមានហានិភ័យខ្ពស់ក្នុងការកើតមាននៅជំងឺរលាកសន្លាក់ហើយអ្នកដែលធាត់លើទម្ងន់ក៏ប្រឈមមុខខ្ពស់ក្នុងការកើតមានជំងឺរលាកសន្លាក់អ្នកដែលធ្វើការងារធ្ងន់ការងារដោយកម្លាំងច្រើនហើយធ្ងន់ហើយរ៉ាំរ៉ៃយូរទៅក៏ប្រឈមមុខខ្ពស់ក្នុងការកើតមានជំងឺរលាកសន្លាក់ផងដែរហើយកត្តាផ្សេងទៀតអាចមានការរងរបួសនៅតាមសន្លាក់ដូចជាអ្នកធ្វើការងារដោយប្រើកម្លាំងខ្លាំងហើយរងរបួសនៅតាមសន្លាក់អ្នកដែលលេងកីឡាច្រើនហើយមានការប៉ះទង្គិចរងរបួសនៅតាមសន្លាក់ក៏ប្រឈមមុខខ្ពស់ក្នុងការកើតមានជំងឺរលាកសន្លាក់តកតងជាមួយនឹងការរងរបួសនៅពេលដែលយើងមានរបួសចំសន្លាក់ផ្ទាល់តែម្ដងក៏ធ្វើឲ្យមានការបង្ករោគក៏ដូចជាវិវត្តទៅជាជំងឺរលាកសន្លាក់ផងដែរចំពោះរោគសញ្ញានៃជំងឺរលាកសន្លាក់វាអាចស្ដែងចេញឲ្យយើងដឹងតាមរយៈសញ្ញាផ្ទាល់ទៅនឹងសន្លាក់ផ្ទាល់តែម្ដងទី1គឺយើងចាប់ផ្ដើមមានការឈឺចាប់នៅតាមសន្លាក់ហើយការឈឺហ្នឹងវាអាចឈឺកាន់តែខ្លាំងឡើងនៅពេលដែលយើងប្រើប្រាស់សន្លាក់នោះច្រើនឬក៏ធ្វើចលនាច្រើនវាអាចមានការគាំងនៅតាមសន្លាក់ពេលព្រលឹមឡើងយើងក៏ពីសម្រានយើងមានអារម្មណ៍ថាយើងជាប់គាំងនៅតាមសន្លាក់របស់យើងដល់យើងធ្វើចលនាមកស្ទុះទៅបានវាត្រឡប់មកធម្មតាវិញហើយក៏វាអាចខូចទ្រង់ទ្រាយរបស់សន្លាក់ធ្វើឲ្យសន្លាក់កោងយើងអាចសម្គាល់ឃើញអ្នកខ្លះគាត់ឈឺសន្លាក់រ៉ាំរ៉ៃទៅធ្វើឲ្យខ្នងគាត់នឹងរៀងកោងដៃជើងគាត់រៀងកោងរៀងខុសទ្រង់ទ្រាយដើមដោយសារតែមានការរលាកសន្លាក់រ៉ាំរ៉ៃធ្វើឲ្យខូចនៅទ្រង់ទ្រាយរបស់សន្លាក់ផ្ទាល់តែម្ដងបាទហើយករណីធ្ងន់ធ្ងរហ្នឹងគឺវាអាចបាត់បង់នៅចលនាសន្លាក់ធ្វើឲ្យយើងប្រើប្រាស់សន្លាក់ហ្នឹងលែងកើតវាជាប់គាំងវានៅនឹងថ្កល់ដែលធ្វើឲ្យយើងអាចប្រើប្រាស់វាបានទេបាទបន្តមកទៀតយើងនិយាយអំពីការការពារនិងការព្យាបាលការការពារចំពោះអ្នកដែលធាត់លើទម្ងន់គាត់ត្រូវសម្របទម្ងន់ហើយគាត់ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីពង្រឹងមុខងារសន្លាក់ឡើងវិញតែការហាត់ប្រាណក៏បីកុំហាត់ប្រាណណាដែលធ្វើធ្ងន់ឬក៏ធ្វើចលនាខ្លាំងឬក៏ប្រើកម្លាំងខ្លាំងពីព្រោះតែយើងប្រើកម្លាំងខ្លាំងចលនាខ្លាំងវាអាចធ្វើឲ្យមានការឈឺចាប់នៅតាមសន្លាក់កាន់តែខ្លាំងហើយចំពោះអ្នកដែលជក់បារីក៏គប្បីកាត់បន្ថយការជក់បារីកាត់បន្ថយការទទួលទានគ្រឿងស្រវឹងពីព្រោះវាចូលរួមចំណែកធ្វើឲ្យការឈឺចាប់នៅតាមសន្លាក់នឹងកាន់តែខ្លាំងដូចគ្នាហើយបើសិនជាយើងមានការឈឺចាប់នៅតាមសន្លាក់យើងអាចស្អំតែក្តៅនៅតាមសន្លាក់ដែលមានការឈឺចាប់វាជួយបន្ថយការឈឺចាប់ហើយមួយវិញទៀតការព្យាបាលដោយចលនាក៏វាអាចជួយសម្រួលដល់ការឈឺចាប់នៅតាមសន្លាក់ពង្រឹងមុខងារសន្លាក់ឡើងវិញដូចគ្នាបើសិនជាយើងមានការឈឺចាប់ខ្លាំងការអនុវត្តការការពារនៅតែមិនអាចបន្ថយនៅការឈឺចាប់បានយើងអាចព្យាបាលដោយការប្រើប្រាស់ថ្នាំមានថ្នាំប្រឆាំងនឹងការរលាកថ្នាំប្រឆាំងនឹងការឈឺចាប់ហើយបើសិនជាគ្រូពេទ្យធ្វើរោគវិនិច្ឆ័យទៅឃើញថាមានការបង្ករោគនៅតាមសន្លាក់អញ្ចឹងគ្រូពេទ្យអាចប្រើប្រាស់ថ្នាំសម្រាប់មេរោគដើម្បីព្យាបាលសន្លាក់របស់យើងបានដូចគ្នាដែរនេះគឺជាចំណេះដឹងខ្លីៗពាក់ព័ន្ធជាមួយនឹងបញ្ហារលាកសន្លាក់វាមានកត្តាជាច្រើនវាមានជំងឺជាច្រើនដែលពាក់ព័ន្ធនឹងបញ្ហាសន្លាក់ហើយយើងនឹងលើកយកមកនិយាយនៅឱកាសក្រោយទៀតបាទនៅពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា